អាយ៉ា skin ចាប់ខ្មោចប៉ុន្តែមួយមកឲ្យដូចខ្មោចមិនចឹង Mobile Legends ពេលអញ្ចឹងមិនចាប់ខ្មោចគេចង់ចាប់ខ្លួនឯងវិញតើនេះយើងមើលជាពិសេស Ruby នឹងហ្មងឡើងគួរឲ្យខ្លាចហ្មងខ្ញុំគ្រាន់តែមើលឲ្យព្រឺសបល់តែមុននឹងនិយាយតខ្ញុំសុំពឹងគ្នាយើងតិចជួយទៅ follow page ថ្មីខ្ញុំម្នាក់មួយផងអាសាតា page ចាស់នេះមិនដឹងវាជាប់ស្អីវាទេហើយចាប់ពីថ្ងៃហ្នឹងទៅខ្ញុំអាចនឹង update នៅ page ថ្មីច្រើនជាងគ្នាយើងហើយឥឡូវចូលមកដល់រឿង skin Exorcist ចាប់ខ្មោចយើងនឹងវិញដោយសារតែ skin ហ្នឹងគេអាចនឹងចេញនៅក្នុងឆ្នាំហ្នឹងហើយរយៈពេលចុងឆ្នាំតាមខ្ញុំគិតដោយសារតែលើកទី1ហ្នឹងអាចនឹងចេញនៅ skin Kakura Yuzong Granger ជាមួយនឹង Hayabusa មកមុននៅរយៈពេលខែ5ខែ6ហ្នឹងហើយចំណែក skin Ruby Saber ជាមួយនឹង Povi អាចនឹងចេញចុងឆ្នាំដោយសារតែ Mobile Legends គេចង់ទុកពេលឲ្យ player ដល់ដង្ហើមខ្លះហ្នឹងប៉ុន្តែបើនិយាយពីរូបរាង skin 3ហ្នឹងខ្ញុំខ្លាចមែនតើអ្នកទាំងអស់គ្នាដោយសារតែ Ruby មើលទៅនេះ Ruby មុខឡើងខ្មៅឆៅហ្មងបើថា Saber ក៏អញ្ចឹងដែរ Povi អញ្ចឹងទៀតនិយាយទៅវាកាចមែនតែវាស្អាតតែគ្នាយើងដោយសារតែ skin Mobile Legends ខ្ញុំធ្លាប់តែលេង skin ខ្ជុកគួរឲ្យស្រឡាញ់ដល់ពេលមក skin កាចអញ្ចឹងងួយដូចក៏ធ្វើទម្លាប់ប៉ុន្តែខ្ញុំនឹងនាំគ្នាយើងទៅមើលនៅ skill fix skin 3ហ្នឹងម្ដងហើយនេះគឺជា skill fix របស់ skin Ruby និយាយទៅ skill ទី1ស្អាតទី2ក៏ស្អាតទី3ក៏ស្អាតដែរ skin ហ្នឹងគ្រាន់តែថាស្មៀតដូចគ្នាពេកវាមានមើលកន្លែងណាខុសគ្នាពណ៌ដូចគ្នា style តែមួយហ្មងទៅប្រហែលដែរដោយសារតែ hero ហ្នឹង skill វា tick skill វាគ្រាន់តែកវីកវត្តអញ្ចឹងវាមាន skill ធំញញ៉ៃច្រើនដូចគេប៉ុន្តែបើតាមដែល developer ខាង game គេបញ្ជាក់ skill ហ្នឹងធ្វើអត់ទាន់ហើយទេទាំងរូបរាងជាមួយនឹង skill ឥឡូវខ្ញុំនឹងនាំគ្នាយើងទៅមើលនៅ skill fix របស់ skin Saber Exorcist ចាប់ខ្មោចហ្នឹងវិញម្ដងដែលខ្ញុំមិនដឹងនិយាយអីទេគ្នាយើងអាចមើលខ្លួនឯងបានដោយសារតែមើលទៅគ្នាយើងដឹងហើយមើលពណ៌មើលអីយ៉ាងទៅសរុបមកវាអត់ស្អាតដោយសារតែ Saber ហ្នឹង skill វាទួយ skill ទី1ហ្នឹងគ្រាន់តែកវីចុះកវីឡើង skill ទី2គ្រាន់តែហក់បើ ultimate វិញចាក់ទៅគ្មានចេញអីមកហ្មងនិយាយតែមួយម៉ាត់ទៅ skill ហ្នឹងគឺវាស្អាតទៅរូបរាងទេបើ skill fix វិញវាមានអីដែលគួរឲ្យចាប់អារម្មណ៍ថាធំដុំណាស់ណាទេតែខ្ញុំមិនដឹងទេក្រៃលោ player Saber អីគេមើលឃើញស្អាតមិនក៏មិនដឹងហើយណាមួយ skin ហ្នឹងធ្វើមិនតាន់រួចទេយើងមានតែចាំមើលពេលគេធ្វើរួចទៅវាស្អាតមិនហើយចុងក្រោយគេហ្នឹងគឺជា skin របស់ Povi Hero មើលឆ្នាំ Hero ហ្នឹងស្នងតំណែងពី Farami គឺជា Hero ដែលចេញយូរតែមាន skin សោះថ្ងៃមុនគេចេញ Starlight ឲ្យមួយហ្នឹងឥឡូវគេចេញ Exorcist ឲ្យមួយទៀតនេះអូយតែបានពី skin ណាត់គ្នាសាហាវគ្រាន់តែថា skin ហ្នឹងគឺ skill fix ខ្ញុំអត់ទាន់មានអីឲ្យមើលច្រើនទេវាគ្រាន់តែចេញរូបរាងឲ្យយើងមើលបើ skill fix វិញវាអត់ទាន់ load ឲ្យយើងមើលដូចជា Ruby ជាមួយនឹង Saber ទេគ្នាយើងតែខ្ញុំសង្ឃឹមថានៅពេលដែល Mobile Legends គេធ្វើ skin ហ្នឹងឲ្យសម្រេចហ្មង skin ហ្នឹងប្រកាសជាស្អាតអត់មានចេញមកច្រំដូចអញ្ចឹងទេណា